សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកអ្នកនរគ្នាអំពីរបៀបបង្កើត folder នៅក្នុង Telegram អញ្ចឹងជាក់ស្ដែងអ្នកនរគ្នាអាចមើល account Telegram របស់ខ្ញុំបានហ្នឹងហើយអញ្ចឹង account Telegram របស់ខ្ញុំគឺខ្ញុំមាន folder តាក់ទងទៅនឹង school ដែលវាជា folder មួយដែលខ្ញុំដាក់បញ្ចូលព័ត៌មានទាំងអស់តាក់ទងទៅនឹងសាលារៀនហើយទី2 YouTube ហើយទី3ហ្នឹង English អញ្ចឹង English ហ្នឹងគឺតាក់ទងទៅនឹងសាលារៀនអង់គ្លេសអញ្ចឹងទៅអញ្ចឹងអាចថានៅក្នុងaccount Telegram របស់យើងគឺវាមានច្រើនអញ្ចឹងណាតាក់ទងទៅនឹងក្រុមរៀនក្រុមការងារផ្សេងៗអញ្ចឹងទៅអញ្ចឹងយើងបង្កើតជា folder អញ្ចឹងគឺវាងាយស្រួលសម្រាប់នៅពេលដែលយើងត្រូវការឆែកទៅលើអីមួយអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាអំពីរបៀបធ្វើ folder ហ្នឹងអញ្ចឹងមុននឹងចាប់ដើមសម្រាប់គ្នាយើងដែលអត់ទាន់ចុច Subscribe កុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងហ្នឹងឯងអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងទៅចាប់ដើមបង្កើតទាំងអស់គ្នាអញ្ចឹងជំហានដំបូងអ្នកនរគ្នាគ្រាន់តែចូលមកកាន់ account Telegram របស់យើងមកហ្នឹងហើយយើងចូលមកកាន់ account Telegram របស់យើងមកបន្តមកទៀតយើងចូលមកកាន់ setting ខាងក្រោមនេះកន្លែង profile របស់យើងចូលមកកាន់ setting ហើយបន្តមកទៀតយើង scroll ទៅលើហើយយើងមកយកពាក្យថា chat folder កន្លែងនេះអញ្ចឹងយើងចុចលើវាមួយទៅអញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញហើយនេះកន្លែងនេះfolder ដែលខ្ញុំបានបង្កើតអញ្ចឹងមាន school មាន YouTube ហើយនិង English អីចឹងទៅអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បង្កើត folder ថ្មីយើងយកខាងលើនេះមកនេះគេដាក់ថា create a folder អញ្ចឹងយើងប៉ះលើវាមួយទៅបន្តមកទៀតមកដល់កន្លែងនេះខាងលើនេះយើងដាក់ឈ្មោះទៅយើងអាចដាក់ជាឈ្មោះអ្នកនរគ្នាអាចដាក់យ៉ាងម៉េចក៏បានដែរហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាaccount Telegram របស់យើងមានក្រុមការងារច្រើនអីចឹងទៅអញ្ចឹងយើងដាក់workអញ្ចឹងខ្ញុំឧទាហរណ៍ណាយើងដាក់ work បន្តមកទៀតកន្លែង add chat កន្លែងនេះអញ្ចឹងកន្លែង add chat ហ្នឹងយើងអាច add chat ឬក៏ group ដែលយើងចង់ add ឧទាហរណ៍ថា folder របស់យើងបង្កើតតាក់ទងទៅនឹងការងារ work អីអញ្ចឹងយើងអាច add group ឬក៏ chat អ្នកណាម្នាក់ដែលយើង chat ជាមួយគាត់ក្នុងគោលបំណងតាក់ទងទៅនឹងការងារអញ្ចឹងយើងអាច select មកនេះអញ្ចឹងឧទាហរណ៍មិញខ្ញុំដាក់ឈ្មោះថា work តាក់ទងនឹងការងារអញ្ចឹងខ្ញុំ select យក group របស់ការងារអញ្ចឹងណាអញ្ចឹងឧទាហរណ៍ខ្ញុំ select ពីនេះអញ្ចឹងបន្ទាប់ពីយើង select ពីហ្នឹងហើយយើងចុច done មកនេះបន្តមកទៀតខាងក្រោមនេះគឺវាអត់មានអីទេហ្នឹងហើយយើងអាចបដូរជាពណ៌បដូរជាអីផ្សេងៗអញ្ចឹងទៅប៉ុន្តែកន្លែងហ្នឹងតើតែយើងមានជា account premium ទៅយើងអាចបដូរពណ៌បានអញ្ចឹងណាអញ្ចឹងបន្ទាប់ពីហ្នឹងហើយយើងចុច create ខាងលើមកនេះយើងចុច create អញ្ចឹងបន្ទាប់មកនេះវាជាប់នៅខាងក្រោមហើយអញ្ចឹងយើងអាច back មួយបានយើងអាច back មួយមកនេះយើងកាន់មកកាន់ chat របស់យើងមកនេះយើងឃើញកន្លែងនេះខាងលើដែលខ្ញុំបង្កើតមិញហ្នឹងអញ្ចឹងនៅពេលដែលយើងចុចមក work មកហើយសំទោសនៅពេលដែលយើងចុចមក folder work ហ្នឹងមកគឺchat ឬក៏ group ដែលតាក់ទងទៅនឹងការងាររបស់យើងហ្នឹងគឺវាមកចូលនៅក្នុងនឹងទាំងអស់ម្ដុំអញ្ចឹងវាអត់លីគ្នាញ៉ៃញ៉ៃឯស្រួលនៅពេលដែលយើងចូលមកកាន់ Telegram របស់យើងមកគឺយើងស្រួលស្វែងរកតាក់ទងទៅនឹងការរៀនសូត្ររបស់យើងឬក៏ការងាររបស់យើងអញ្ចឹងគឺវានៅម្ដុំអញ្ចឹងវីដេអូចែកម្លែកហ្នឹងគឺមានតែប៉ុណ្្នឹងទេនឹងសង្ឃឹមថាគ្នាយើងធ្វើបានហើយទីចុងក្រោយបើសិនជាគ្នាយើងគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ like និងជួយ share ម្នាក់មួយផងហ្នឹងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ